ដើមឈើ4ប្រភេទគួរដាំនៅទិសទាំង4នេះជួយលើករាសីនាំលាភសំណាងជូលផ្ទះមានបងប្អូនជាច្រើនពិតជាចង់ដឹងណាស់ថាតើគួរតែជ្រើសរើសដើមឈើប្រភេទណាយកមកដាំនៅក្នុងបរិវេណផ្ទះបើតាមក្បួនហោរាសាស្ត្រដើមឈើខ្លះដាំទៅនឹងនាំទុក្ខភ័យនាំជំងឺដង្កាត់ដល់គ្រួសាររឹកស៊ីមិនឡើងឯដើមឈើខ្លះទៀតដាំទៅនាំលាភសំណាងនាំឲ្យការកប់ក្នុងមុខរបរនិងនាំឲ្យសុខសប្បាយក្នុងសង្គមគ្រួសារខាងក្រោមនេះជាដើមឈើ4ប្រភេទដែលលោកអ្នកគួរយកមកដាំនៅក្នុងទិសទាំង4នៃបរិវេណផ្ទះរបស់លោកអ្នក1ទិសខាងជើងគួរដាំដើមឫស្សីជួយឲ្យរកស៊ីចេះតែកកបមានលៀបមានយសបានឡើងតំណែងនិងតំណាងឲ្យភាពរុងរឿងក្នុងគ្រួសារ2ទិសខាងត្បូងដាំដើមដូងដើម្បីជួយឲ្យសង្គមក្រុមគ្រួសារមានសុខភាពមាំមួនជួយកម្ចាត់ទុក្ខភ័យដែលកើតអំពីផ្លូវងងឹតមានអាបធ្មប់ព្រាយបិសាចជាដើមនិងនាំមកនូវថាមពលល្អដល់សមាជិកគ្រួសារ3ទិសខាងកើតដើមមាននៅមុខផ្ទះនឹងជួយកម្ចាត់គ្រោះឧបទ្រពចង្រៃការពាររឿងក្តីក្តាមការពាររឿងអាសោចនិងបញ្ជាមនុស្សនាំភ័យចូលមកក្នុងផ្ទះលើពីនេះទៀតដើមមានតំណាងឲ្យរកស៊ីមានបាងមានលុយចូលផ្ទះហូរហៀ4ទិសខាងលិចដើមក្រួយទោះជាក្រួយអ្វីក៏ដោយនឹងជួយការពារកូនចៅព្រមទាំងខ្លួនឯងជាអ្នកដាំឲ្យសុខសប្បាយការពារបញ្ជាជំងឺដង្កាត់ផ្សេងៗនិងជួយរឹតចំណងមេត្រីភាពទាំងមនុស្សនៅក្នុងគ្រួសារនិងមនុស្សទូទៅចូលចិត្តស្រឡាញ់រត់អាន